3. ជីវិតនិងពេលវេលាគេតែងនិយាយថាពេលវេលាគឺជាមាសប្រាក់តាមពិតពាក្យនិយាយនេះមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេព្រោះថាមាសប្រាក់ដែលបាត់បង់ទៅហើយជួនកាលអាចរកមកវិញបានតែពេលវេលាដែលកន្លងទៅមិនអាចត្រឡប់មកវិញបានទេដូច្នេះតម្លៃនៃពេលវេលាមិនអាចរករបស់ខាងក្រៅខ្លួនណាមួយមកវាស់វែងបានឡើយបើពិចារណាឲ្យដិតដល់ទៅមានតែជីវិតប៉ុណ្ណោះដែលអាចវាស់វែងទៅនឹងពេលវេលាបានព្រោះថាជីវិតក៏ជារបស់ដែលបាត់បង់ទៅហើយមិនអាចត្រឡប់មកវិញបានដូចជាពេលវេលាដែរតាមន័យនៃបរមត្តធម៌ពេលវេលាជារបស់ដែលមិនមានដោយសភាវៈត្រឹមតែជាការបញ្ញត្តិនិងកំណត់ចំណាំឲ្យដឹងគ្នាតែប៉ុណ្ណោះឯរបស់ដែលមានពិតគឺការកើតនិងការរលត់ទៅនៃតួជីវិតនេះឯងបើមិនមានការកើតឡើងនិងការរលត់ទៅវិញនៃតួជីវិតនេះទេក៏មិនមានការបញ្ញត្តិឬកំណត់ចំណាំពេលវេលាសម្រាប់ហើយដែរពេលវេលាកន្លងទៅមួយថ្ងៃជីវិតក៏ត្រូវបាត់បង់អស់មួយថ្ងៃពេលវេលាកន្លងទៅមួយខែជីវិតក៏ត្រូវបាត់បង់អស់មួយខែពេលវេលាកន្លងទៅមួយឆ្នាំជីវិតក៏ត្រូវបាត់បង់អស់មួយឆ្នាំពេលវេលាកន្លងទៅច្រើនប៉ុណ្ណាជីវិតក៏ត្រូវបាត់បង់ទៅច្រើនប៉ុណ្ណោះព្រោះហេតុដូច្នេះមិនគួរទុកដាក់ពេលវេលាស្មើត្រឹមតែមាសប្រាក់ឡើយយើងអាចនិយាយបានថាពេលវេលាគឺជាអាយុជីវិតដូច្នេះទៅជាពេលវេលាទៅពេលវេលាមានតម្លៃសម្រាប់បំពេញកិច្ចការងារផ្សេងទៀតក្រៅពីការរកមាសប្រាក់ព្រោះជីវិតនេះមិនមែនអស់នៅទុកកង្វល់ដោយគ្រាន់តែមានមាសប្រាក់សោះឡើយប្រសិនបើមាសប្រាក់ពិតជាអាចដោះស្រាយសេចក្តីទុក្ខគ្រប់យ៉ាងបានមែនម្លោះសំពួកអ្នកមានទ្រព្យច្រើនលែងឆ្លោះទាស់តែងគ្នាសម្លាប់គ្នានឹងការធ្វើអត្តឃាតទៅហើយក្នុងសង្គមធ្លាប់បានលើថាមនុស្សជាច្រើនពេលដែលគេបបួលឲ្យស្ដាប់ធម៌ឬសិក្សាព្រះធម៌តែងតែឆ្លើយថាចង់ដែរតែមិនមានពេលព្រោះជាប់ការងារនេះគ្រាន់តែជាពាក្យដោះសារប៉ុណ្ណោះសួរថាបើពិតជារវល់មែនហេតុអ្វីក៏មានពេលកំសាន្តច្រើនម្ល៉េះដូចជាពេលដើរលេងពេលជប់លៀងពេលស្ដាប់ចម្រៀងពេលនិយាយដើមគេពេលមើលទូរទស្សន៍ជាដើមដូច្នេះការឆ្លើយថាដែលខ្ញុំស្ដាប់ឬសិក្សាព្រះធម៌មិនបានព្រោះតែខ្ញុំជាប់រវល់ពេកនេះគឺជាចម្លើយមិនសមហេតុផលទេចម្លើយដែលត្រូវគួរឆ្លើយការដែលខ្ញុំស្ដាប់ធម៌ឬសិក្សាធម៌មិនបានព្រោះតែខ្ញុំមិនមានសទ្ធានេះទើបសមហេតុផលព្រោះថាការណាមានសទ្ធាហើយពិតជាអាចឆ្លៀតពេលបានគ្រប់គ្នាទាំងអស់បើទុកជាមិនអាចទៅស្ដាប់ឬសិក្សាផ្ទាល់អំពីព្រះធម្មកថាក៏អាចឆ្លៀតស្ដាប់តាមវិទ្យុឬកាសែតឬការអានសៀវភៅធម៌នៅតាមផ្ទះបានខ្លះមិនខានអ្នកខ្លះទៀតមិនមែនថាគេមិនចង់ស្ដាប់មិនចង់សិក្សាទេតែគេមានគំនិតជាទិដ្ឋិនិយមថាពេលដែលនៅវ័យក្មេងគេមិនទាន់ត្រូវការធម៌ទេព្រោះត្រូវប្រកបមុខរបរចិញ្ចឹមជីវិតដល់ពេលចាស់គេមុខជានឹងចូលទៅរកធម៌មិនខានការនិយាយបែបនេះហាក់ដូចជាច្បាស់ក្នុងចិត្តថាគេមិនស្លាប់ពីក្មេងឡើយសូមផ្ដាំមនុស្សគ្រប់ចំនួនថាយើងអាចដាក់កាលវិភាគសម្រាប់ធ្វើការងារផ្សេងបានតែមិនអាចដាក់កាលវិភាគសម្រាប់ស្លាប់បានទេបើទុកជាចង់ដាក់ក៏ដាក់មិនត្រូវដែរវាលែងតែមនុស្សធ្វើអត្តឃាតដោយសេចក្តីថាទោះបីជាយើងរវល់រហូតគ្មានពេលចូលបង្គន់ក៏ដោយតែมันអាចរវល់រហូតដល់គ្មានថ្ងៃស្លាប់នោះទេអ្នកណាទុកពេលវេលាស្មើនឹងមាសប្រាក់អ្នកនោះឈ្មោះថាទុកជីវិតខ្លួនឯងស្មើនឹងមាសប្រាក់ហើយស្ម័គ្រចិត្តធ្វើជាទាសកររបស់មាសប្រាក់រហូតទៅតាមពិតជីវិតនេះថ្លៃណាស់មិនមែនមានតម្លៃស្មើតែនឹងមាសប្រាក់ឡើយព្រោះថាបើទុកជាមានអ្នកណាម្នាក់យកលុយច្រើនប៉ុណ្ណាមកទិញជីវិតយើងពិតជាមិនព្រមលក់ជាដាច់ខាតថេរៈវេលាចេះតែកន្លង10ឆ្នាំ10ម្ដងមិនយឺតយូរឡើយចង់បានសម្រេចត្រូវប្រាំងឲ្យហើយបាននៅកន្តើយពិតជាអស់ពេលភិក្ខុវជ្របញ្ញោសានសុជា 4. ធម្មតារបស់ជីវិត
ជីវិតគឺជាធម្មជាតិដែលរួមផ្សំទៅដោយរូបធាតុនិងនាមធាតុជាសង្ខារតធម៌ជាធម៌ដែលកើតពីបច្ច័យមិនមែនស្ថិតក្រោមអំណាចឬការបង្គាប់បញ្ជារបស់បុគ្គលណាម្នាក់ឡើយការកើតឡើងហើយតែងជួបប្រទះនៅហេតុធម្មតាដែលមិនអាចទប់ស្កាត់បានដូចជាចេះឈឺស្លាប់ជាដើមដើម្បីឲ្យចិត្តរបស់យើងម្នាក់ហ៊ានទទួលស្គាល់នៅការពិតនិងកុំឲ្យមានការតក់ស្លុតក្នុងជីវិតទើបព្រះមានព្រះភាទ្រង់បង្រៀនឲ្យឃើញនៅខ្សែជីវិតនេះស្ថិតក្រោមលក្ខណៈធម្មតា5យ៉ាងគឺឲ្យពិចារណាថាចរិយាធម្មោមហិចរាំងអនតីតោអាត្មាអញតែមានការចាស់ចរិយាជាធម្មតាមិនអាចកន្លងនៅការចាស់ចរិយានេះបានឡើយអ្នកវិទ្យាសាស្ត្រក្នុងពិភពលោកគេបាននឹងកំពុងស្វែងរកវិធីកែរូបសម្ផស្សធ្វើយ៉ាងណាដើម្បីឲ្យគេមើលឃើញថានៅស្អាតក្មេងជាងវ័យដើម្បីប្រមូលយកលុយអំពីមនុស្សដែលមិនចង់ចាស់រាប់រយលានអ្នកដែលមិនចង់ចាស់ទាំងអស់នោះប្រសិនបើមិនបានស្លាប់ពីក្មេងទេទីបំផុតគង់តែខ្លាចជាយាយចាស់ទាំងអស់ដោយឥតមានសេះសល់ម្នាក់ឡើយទោះបីជារត់ទៅនៅទីណាឬប្រើវិធីអ្វីក៏ដោយលទ្ធផលដែលគេទទួលបានគឺសេចក្តីខកចិត្តប៉ុណ្ណោះឯងការដែលព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀនឲ្យឃើញថាជីវិតរបស់យើងម្នាក់តែចូលទៅកាន់ការចាស់ជរានេះមិនមែនបានន័យថាឲ្យយើងបណ្ដែតបណ្ដោយឲ្យជីវិតចាស់ទៅដោយឥតអំពើដូចជាគោចាស់ទេគឺឲ្យយើងមានស្មារតីប្រឹងប្រែងកសាងគុណធម៌ឲ្យបានច្រើនតាំងតែពីខ្លួននៅក្មេងព្រោះថាការបើខ្លួនចាស់ទៅប្រាជ្ញាស្មារតីត្រូវតែចុះទន់ខ្សោយមិនវៀងវៃដោយខ្លួននៅក្មេងទៀតឡើយម្យ៉ាងទៀតសេចក្តីនៃមេត្តាធម៌នេះព្រះអង្គមានព្រះបំណងមិនឲ្យសត្វលោកស្រវឹងក្នុងវ័យដែលហៅថាវយមតោនិងមិនឲ្យសត្វលោកមានភាពតក់ស្លុតនិងស្ដាយក្រោយនៅពេលដែលវ័យនឹងសម្រស់បាត់បង់ទៅចរិយាធម្មោព្យាធិធម្មោមហិព្យាថឹងអនតីតោអាត្មាអញតែងមានព្យាធិគឺជំងឺដំកាត់ជាធម្មតាមិនអាចកន្លងនៅព្យាធិគឺជំងឺដំកាត់នេះបានឡើយព្យាធិគឺជំងឺដំកាត់ផ្សេងក៏គឺជារបស់ធម្មតាដែលតែងតែកើតមានក្នុងរូបកាយរបស់សត្វលោកគ្រប់គ្នាដែលថាសត្វលោកណាម្នាក់មិនមានជំងឺដំកាត់នោះមិនមានសោះឡើយគ្រាន់តែប្លែកគ្នាត្រង់ថាឈឺតិចឬច្រើនប៉ុណ្ណោះការងារគ្រប់បែបយ៉ាងទាំងអស់មានតែមនុស្សដែលមានសុខភាពល្អប៉ុណ្ណោះទើបអាចបំពេញឲ្យបានគ្រប់ជ្រុងជ្រោយទៅបានដូច្នេះការងារជាប្រយោជន៍ដែលគួរធ្វើត្រូវតែធ្វើឲ្យហើយមុនពេលដែលជំងឺដំកាត់ណាមួយត្រូវកើតឡើងចំពោះខ្លួនរបស់យើងម្យ៉ាងទៀតសេចក្តីនៃមេត្តាធម៌នេះព្រះអង្គទ្រង់មានព្រះបំណងមិនឲ្យសត្វលោកស្រវឹងក្នុងការមិនមានរោគដែលហៅថាអារោគ្យយមតោនិងមិនឲ្យសត្វលោកមានសភាពតក់ស្លុតនិងកណ្ដោចកណ្ដែងនៅពេលដែលធ្លាក់ខ្លួនឈឺដោយជំងឺណានីមួយដែលនឹកស្មានមិនដល់មរណៈធម្មោមហិមរណังអនតីតោអាត្មាអញតែមានមរណៈគឺសេចក្តីស្លាប់ទៅវិញជាធម្មតាមិនអាចកន្លងនៅសេចក្តីស្លាប់នេះបានឡើយព្រះដ៏មានព្រះភាទ្រង់ត្រាស់សម្ដែងថាជាតិបច្ចយាចរិយាមរណังចរិយានិងមរណៈកើតមានព្រោះមានជាតិជាបច្ច័យរបស់ណាកើតជាខាងដើមរបស់នោះតែមានការបែកធ្លាយទៅវិញនាពេលចុងបញ្ចប់ដែលហាមឃាត់មិនបានជាដាច់ខាតទោះបីអំណាចរបស់ទេវតាឬការប៉ិនប្រសពរបស់អ្នកវិទ្យាសាស្ត្រក៏មិនអាចហាមឃាត់បានឡើយកាលពីអតីតយ៉ាងណាបច្ចុប្បន្ននិងអនាគតក៏នៅតែយ៉ាងនោះតើតែមិនមានការកើតជាខាងដើមទើបមិនមានការរលត់បែកធ្លាយទៅវិញជាខាងចុងព្រោះហេតុដូច្នោះទើបព្រះមេត្តាព្រះភិជាម្ចាស់ទ្រង់ត្រាស់បដិឡោមក្នុងបដិច្ចសមុបាទៈថាចេតិនិរោធាចរិយាមរណังចរិយានិងមរណៈរលត់ព្រោះរលត់នៃជាតិក្នុងគម្ពីរសតនបិដកទីខនិកាយមហាវគ្គមហាបរិនិព្វានសោតត្រង់ខទី108ព្រះមានព្រះភិទ្រង់ឧបមានៃជីវិតរបស់សត្វលោកដូចនេះថាតហរាបិចយេវុធាយេពាលាយេចបណ្ឌិតា
អពហិជេវៈតលន្ទាចសពេមច្ចុបរាយនីពួកជនណាទោះបីក្មេងក្តីចាស់ក្តីពីលក្តីបណ្ឌិតក្តីអ្នកមានក្តីអ្នកក្រក្តីជនទាំងអស់នោះតែមានការបែកធ្លាយស្លាប់ទៅនៅពីខាងមុខយថាបិកំបការសៈកតាំងមតិកភិចនាំងខតកញ្ចៈមហន្តញ្ចៈយញ្ចៈបកាំងយញ្ចៈអមកាំងសពាំងភេតបរិយន្តាំងអេតាំងមច្ឆានជីវតាំងពេកដីដែលស្មួយឆ្នាំងធ្វើហើយទោះបីតូចក្តីធំក្តីឆ្អិនក្តីឆៅក្តីភាគទាំងអស់នោះមានកិរិយាបែកធ្លាយជាទីបំផុតយ៉ាងណាជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនោះដែរការដែលសត្វលោកភ័យខ្លាចសេចក្តីស្លាប់ព្រោះតែមិនបានស្គាល់សេចក្តីស្លាប់ឲ្យបានច្បាស់តែបើពិចារណាឲ្យបានរឿយពិតជាឃើញថាសេចក្តីស្លាប់គឺជាធម្មតាដោយពិតឧបមាថានៅក្នុងភូមិមួយមានលោកតាម្នាក់មានដុសពុកមាត់និងពុកចង្ការស្រមោមនៅផ្ទះចិត្តគ្នានោះដែរគ្រួសារមួយមានទារកតូចម្នាក់ពូកែងងក់ឬយំច្រើនពេលដែលម្ដាយរបស់វានិយាយបន្លាចថាបើមិនឈប់យំម៉ែនឹងឲ្យលោកតាពុកមាត់វែងមកគ្រាវហើយក្មេងនោះភ័យខ្លាចហើយក៏ឈប់យំទៅប៉ុន្តែដល់ពេលទារកនោះធំឡើងទាំងខ្លួនរបស់គេក៏មានពុកមាត់ដែរគេក៏លែងខ្លាចលោកតានោះសំបីអ្នកណាបន្លាចទៀតក៏មិនខ្លាចដែរព្រោះបានដឹងច្បាស់ថាការដោះពុកមាត់គឺជារឿងធម្មតាម្យ៉ាងទៀតការដែលព្រះសម្មាសម្ពុទ្ធទ្រង់បង្គាប់ឲ្យយើងគ្រប់គ្នារលឹកដល់សេចក្តីស្លាប់នេះប្រយោជន៍ដើម្បីកុំឲ្យយើងមានការស្រវឹងវង្វេងក្នុងជីវិតដែលហៅថាជីវតមតោនិងឲ្យសត្វលោករូតរះបំពេញសេចក្តីល្អឲ្យហើយព្រោះថាជីវិតមិនទៀងប៉ុន្តែសេចក្តីស្លាប់ទៀងដោយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងទុកក្នុងគម្ពីរសតនបិដកមជ្ឈិមនិកាយឧបរិបណ្ណាសកៈវិភង្គវៈទ្រង់សម្ដែងថាអញ្ជេវៈកញ្ចមាតបាំងកោចនាមរណង្សុវេអ្នកហេណូសង្ខរន្តេនៈមហាសេនេនៈមច្ចនីការព្យាយាមជាគ្រឿងដុតកិលេសបុគ្គលគួរតែធ្វើក្នុងថ្ងៃនេះឯងអ្នកណានឹងដឹងថាសេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែកបានព្រោះថាការតបទល់របស់យើងចំពោះម៉ាច់ជុដែលមានសេនាដ៏ច្រើននោះមិនមានសោះឡើយសបេហិមេបយេហិមនីបេហិនានាភាវោវិនាភាវោអាត្មាអញគង់តែប្រត់ប្រាស់នរិចៈស័តនិងខាជាទីនិងសង្ខាជាទីស្រឡាញ់ពេញចិត្តទាំងអស់ជាពំខានសត្វលោកតែងភ័យខ្លាចចំពោះសត្វនិងសង្ខាមិនជាទីស្រឡាញ់ពេញចិត្តហើយប្រាថ្នាចង់បាននៅសត្វនិងសង្ខាដែលជាទីស្រឡាញ់ពេញចិត្តតែគេមិនបានដឹងទាល់តែសោះថារបស់ដែលជាទីស្រឡាញ់នេះហើយគឺជាប្រភពនៃសេចក្តីទុក្ខកង្វល់រឿងរ៉ាវក្នុងជីវិតមិនមែនចេះតែសម្រេចទៅតាមការប្រាថ្នាទេប៉ុន្តែរបស់ទាំងអស់តែងជាគូនឹងគ្នាគឺបានជាគូនឹងបាត់បង់ជួបជាគូនឹងព្រាត់ប្រាសជាដើមព្រោះថាជារបស់ដែលមានសភាពប្រែប្រួលទៅដូចជាខ្សែទឹកក្នុងស្ទឹងតែងហូរពីទីខ្ពស់ទៅកាន់ទីទាបជានិច្ចដូច្នោះកាលបើយើងមិនបានពិចារណាអំពីបំរែបំរួលនៃសង្ខារធម៌ឲ្យបានរឿយទេពេលដែលរបស់ជាទីស្រឡាញ់ព្រាត់ប្រាសទៅលទ្ធផលជាក់ស្ដែងគឺសេចក្តីសោកសង្រេងយ៉ាងគួរឲ្យអាណិតព្រោះហេតុដូច្នោះទើបព្រះមានប្រភេទជាម្ចាស់ទ្រង់ត្រាស់សម្ដែងក្នុងគម្ពីរខុទ្ទកនិកាយធម្មបទគាថាបរិយៈពេមតោជាយតិសោកោពេមតោជាយតិភយ៉ាងពេមតោវបមុត្តសៈណដ្ឋិសោកោកតោភយ៉ាងសេចក្តីសោកកើតអំពីសេចក្តីស្រឡាញ់ភ័យកើតអំពីសេចក្តីស្រឡាញ់កាលបើរួចស្រឡះចាក់សេចក្តីស្រឡាញ់ហើយសេចក្តីសោកក៏លែងមានភ័យនឹងមានមកពីណារបស់របរជុំវិញជីវិតនេះពេលដែលបាត់បង់ទៅបើស្រឡាញ់ខ្លាំងទុក្ខក៏ខ្លាំងស្រឡាញ់តិចទុក្ខក៏តិចព្រោះហេតុដូច្នោះទើបព្រះមានប្រភាកព្រះអង្គព្រានប្រដៅមិនឲ្យសត្វលោកប្រកាន់មមក្នុងរបស់អ្វីមួយឲ្យច្រើន
កើនពេកមិនឲ្យស្រឡាញ់រហូតវង្វេងមិនឲ្យតាំងសេចក្តីសង្ឃឹមពិតស្អិតជាប់ក្នុងរបស់ណាមួយឡើយព្រោះការខកបំណងក៏នាំមកកើតទុក្ខកង្វល់និយាយយ៉ាងនេះមិនមែនឲ្យយើងលះបង់សេចក្តីសង្ឃឹមក្នុងជីវិតនោះទេយើងក៏អាចមានសេចក្តីសង្ឃឹមបានដែរប៉ុន្តែត្រូវត្រៀមខ្លួនឲ្យបានសពគ្រប់ទុកសម្រាប់ទប់ទល់នឹងលទ្ធផលទាំងពីរយ៉ាងរបស់វាគឺសេចក្តីសំបំណងនិងសេចក្តីខុសបំណងការងារគ្រប់យ៉ាងមានកតិជាពីរគឺបានសម្រេចនិងរលំរលាយកីឡាគ្រប់យ៉ាងមានផលពីរគឺការចាញ់និងឈ្នះបើស្រឡាញ់ការលេងកីឡាយើងត្រូវព្រមទទួលផលទាំងពីរយ៉ាងដូចនោះដែរមិនមានមនុស្សណាម្នាក់ដែលបានទទួលរសជាតិផ្អែមល្ហែមតែម្យ៉ាងឬរសជាតិជូរចត់តែម្យ៉ាងរហូតមួយជាតិទេព្រោះហេតុដូច្នោះគ្រប់គ្នាត្រូវតែត្រៀមខ្លួនទុកជាមុនបើមិនដូច្នោះទេពិតជានឹងក្រវល់ក្រវាយចិត្តជាមិនខានអ្នកដែលបានពិចារណាតាមមេត្តាធម៌នេះឈ្មោះថាជាអ្នកបានត្រៀមខ្លួនទុកជាមុនគេរមែងញញឹមជានិច្ចទាំងគ្រាបានទាំងគ្រាបាត់បង់ទាំងគ្រាសំបំណងនិងគ្រាខុសបំណងជីវិតរបស់គេនឹងរឹងប៉ឹងឡើងជាលំដាប់រហូតមានខ្លួនឯងជាទីពឹងពិតប្រាកដកម្មសកោមហិកម្មទាយតោកម្មយោនិកម្មពន្ធុកម្មបដិសរណោយ៉ាងកម្មង្ករសាមិកល្យាណังវាបបកੰវាតសទាយតោភវិសាមិអាត្មាអញមានកម្មជារបស់ខ្លួនមានកម្មជាអ្នកឲ្យផលមានកម្មជាកំណើតមានកម្មជាផៅពងមានកម្មជាទីពំអ្នកអាស្រ័យអាត្មាអញនឹងធ្វើនៅកម្មណាជាកម្មល្អក្តីអាក្រក់ក្តីអាត្មាអញនឹងត្រូវទទួលនៅផលនៃកម្មនោះជាមិនខានពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នៅតែមានលក្ខណៈត្រឹមត្រូវនិងអាចពិសោធន៍បានគ្រប់ពេលវេលាកម្មគឺជាការងារដែលសត្វលោកត្រូវប្រព្រឹត្តធ្វើទៅតាមផ្លូវកាយផ្លូវវាចាផ្លូវចិត្តរីឯផលគឺជាលទ្ធផលដែលសម្រេចបានព្រោះអាស្រ័យកម្មគឺការងារនោះឯងការងារល្អនាំឲ្យជីវិតស្រស់បំព្រងទាំងផ្នែកផ្លូវកាយទាំងផ្នែកផ្លូវចិត្តព្រោះត្បិតមិនបានក្តៅក្រហល់ក្រហាយស្ដាយក្រោយបើបច្ចុប្បន្នបានល្អហើយទៅអនាគតក៏កាន់តែល្អជាលំដាប់ការងារល្អគឺប្រសូតចេញអំពីគំនិតល្អដូចព្រះមានប្រភាកទ្រង់ត្រាស់សម្ដែងក្នុងគម្ពីរខត្តនិកាយគាថាព្រះធម្មបទថាមនោពពាំងកមេធម្មីមនោសេថាមនោមយាមនសាចេបសន្នេអ្នកភាសតិវាក្រោតិវាតតោណੰសុខមនវេតិឆាយវៈអនុបាយនីធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតមានចិត្តជាធំសម្រាប់អំពីចិត្តបើបុគ្គលមានចិត្តជ្រះថ្លាហើយពោលក្តីធ្វើក្តីនៅសុចរិតព្រោះសុចរិតទាំងនោះសុខរមែងជាប់តាមបុគ្គលនោះទៅដូចស្រមោលអន្ទោលតាមប្រាណស្រមោលគឺជារបស់មួយយ៉ាងដែលតែងតែអន្ទោលទៅតាមសត្វលោកគ្រប់អិរិយាបថទាំង4យ៉ាងណាមិញសេចក្តីសុខដែលជាផលរបស់បុណ្យក៏រមែងមិនលះបង់នៅសត្វលោកដូច្នោះដែរប៉ុន្តែសេចក្តីសុខក្នុងជីវិតមិនមែនបានមកដោយគ្រាន់តែការប្រាថ្នាហើយខ្វះខាតសេចក្តីព្យាយាមបើខ្វះខាតនៃសេចក្តីសុខហើយទោះបីប្រាថ្នាយ៉ាងណាក៏មិនបានឧបមាដូចជាការដាំដំណាំបើមិនមានការថែទាំផលពិតជាមិនបរិបូរណ៍តែបើថែទាំដោយល្អហើយផលពិតជាសម្រេចបានតាមបំណងមិនខានដូច្នេះបើចង់បានផ្លែត្រូវខំថែគុលភោគផលនឹងផ្ដល់តាមចិត្តប្រាថ្នាដូចគ្នានេះដែរព្រះមានប្រភាទ្រង់ត្រាស់ដាស់តឿនក្នុងប្រធមបទថាបញ្ញាញ្ជេបរិសោករិយាធេនាំងបណបនាំងតមហិឆតទាំងករិយាថសុខោបញ្ញសអុជយោបើបរោះស្ត្រីក៏បីធ្វើនៅបុណ្យក៏បីធ្វើនៅបុណ្យនោះឲ្យរឿយក៏បីធ្វើនៅសេចក្តីពេញចិត្តក្នុងបុណ្យនោះព្រោះថាកិរិយាសន្សំនៅបុណ្យរមែងនាំមកនៅសេចក្តីសុខឯការងារអាក្រក់នាំឲ្យជីវិតអួអាប់ទាំងផ្នែកផ្លូវកាយទាំងផ្នែកផ្លូវចិត្ត
ព្រោះត្បិតអំពើអាក្រក់នោះតែញ៉ាំងបុគ្គលនោះឲ្យក្តៅក្រហល់ក្រហាយរឿយបើបច្ចុប្បន្នអាក្រក់ហើយទៅអនាគតផលអាក្រក់ប្រកាសជានឹងកើតឡើងដោយកិច្ចមិនផុតការងារអាក្រក់គឺប្រសូតចេញអំពីគំនិតអាក្រក់ដោយព្រះមានព្រះភិក្ខទ្រង់ត្រាស់សម្ដែងក្នុងគម្ពីរខត្តនិកាយគាថាប្រធមបទថាមនោបពាំងកមាធម្មាមនោសេថាមនោមយាមនសាជេបតុថេនៈភាសតិវាករោតិវាតតោណੰទុក្ខមនវេតិចកាំងវៈហតោបទាំងធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសាបំផុតមានចិត្តជាធំសម្រាប់អំពីចិត្តបើបុគ្គលមានចិត្តត្រូវទោសប្រទុះហើយពលក្តីធ្វើក្តីនៅទុច្ចរិតព្រោះទុច្ចរិតទាំងនោះទុករមែងជាប់តាមបុគ្គលនោះទៅដោយកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅយ៉ាងនោះឯងគោដែលជាប់នឹមហើយតែងដល់នៅការលំបាកប្រានមិនងាយនឹងបានសម្រាកឡើយបើខំស្ទុះទៅមុខនឹមនឹងសង្កត់កបើឈប់ឈរនាយសារថីនឹងចាក់ចន្លួញបើឈានថយក្រោយកង់រត់នឹងសង្កត់កែងជើងដូច្នេះមានតែខំដើរទៅទាំងការនឿយហត់នេះជាការសម្ដែងថាសត្វលោកទាំងអស់ដែលបានកើតមកក្នុងโลกនេះសុទ្ធតែនៅក្នុងនឹមរបស់នៃសារថីគឺកម្មដែលខ្លួនបានធ្វើដូចគ្នាបើធ្វើល្អសេចក្តីសុខក៏នឹងកើតឡើងជារឿយបើធ្វើអាក្រក់សេចក្តីទុក្ខក៏នឹងកើតឡើងទោះបីខំប្រឹងប្រើវិធីមន្តអាគមរំដោះគ្រោះពាក់ខ្សែយន្តកថាឬថារត់ទៅពួននៅទីណាក៏មិនរួចខ្លួនឡើយព្រោះហេតុនោះទើបព្រះមានព្រះភិក្ខទ្រង់ត្រាស់សម្ដែងទុកក្នុងព្រះគីថាធម្មបទថាអ្នកអន្តលិខេអ្នកសមុតតមច្ឆេអ្នកបបតានាំងវិវរាំងបវេសੰអ្នកវិជ្ជតិសោចកតបតិសោយៈត្រាត់ថេតោមញ្ជយៈបាបកមាបុគ្គលអ្នកធ្វើបាបកម្មហើយទោះបីចូលទៅអីដល់អាកាសក្នុងកណ្ដាលសមុទ្រកាន់ចន្លោះភ្នំទាំងឡាយក៏មិនគប្បីរួចចាក់បាបកម្មព្រោះប្រទេសលើផែនដីដែលបុគ្គលស្ថិតនៅលើហើយគប្បីរួចចាក់បាបកម្មដែលមិនមានគប្បីរួចចាក់បាបកម្មនោះមិនដែលមានឡើយម្យ៉ាងទៀតបាននិយាយពីកម្លាំងកម្មព្រះមានព្រះភិក្ខទ្រង់ត្រាស់សម្ដែងថាណដ្ឋិកម្មੰសមੰពលៀងមិនមានកម្លាំងអ្វីឲ្យស្មើនឹងកម្លាំងកម្មឡើយដូច្នេះក្នុងនាមជាពុទ្ធបរិស័ទដែលជាអ្នកជ្រកកោនក្នុងសាសនានៃព្រះចិនស្រីគួរតែបានយល់ដឹងអំពីកម្មនិងផលឲ្យបានច្បាស់លាស់កុំរវល់តែភ្ញាក់ផ្អើលទៅនឹងជំនឿអបិយជំនឿផ្សេងដែលនាំឲ្យការកាន់តែអាប់អោនប្រាជ្ញាស្មារតីកាន់តែខ្លាំងឡើងនោះឡើយគួរតែបែងចែកពេលវេលាខ្លះសម្រាប់សិក្សាស្វែងយល់នៅព្រះធម៌ដែលជាពាក្យពិនប្រដៅរបស់ព្រះចិនស្រីឲ្យបានរឿយមិនយូរប៉ុន្មានពុទ្ធបរិស័ទនឹងអាចមានលំនឹងនិងផ្នែកប្រាជ្ញាស្មារតីអាចជ្រើសរើសផ្លូវដ៏ប្រសើរសម្រាប់ជីវិតមិនខានជីវិតកើតមកតែងបដូរផ្លាស់ក្មេងខ្លាយជាចាស់អស់យុវវ័យមិនស្លាប់ពីក្មេងគង់ដល់ថ្ងៃទៅជាតាយាយជាក់មិនខានបន្ទាប់ពីចាស់មានថ្ងៃមួយចិន្តាទុកព្រួយរំជួយប្រានគឺថ្ងៃមច្ចុទាញចាក់ឋានរញច្រានសត្វលោកឲ្យមរណាគ្រាការរស់នៅក៏អាភ័ព្វព្រោះត្បិតស្អិតជាប់ក្នុងកាមាពេលវិនិច្ឆ័យទ្របគប់ចិន្តាក្នុងទ្រង់ខ្លោចផ្សាឥតស្រាក់ស្រានបើបានសិក្សាពីរឿងកម្មដែលមានប្រចាំក្នុងសន្តានក្តីទុកនឹងប្រែជាខ្សែនខ្សានព្រោះហេតុពីបានយល់រឿងពិតភិក្ខុវជ្របញ្ញោសានសុជាសូមញាតិញោមប្រកាសណាតានស្ដាប់ជាមួយនឹងអាត្មាភាពនៅវគ្គក្រោយទៀតសូមចម្រើនពរលា